Tụi ní là bị gián rồi bỏ lục chị lá bù bù tí mùi chọn rúa tới thật rồi ba mình chọn slap cống nhanh ngay mà dòng xa kề dòng công dương sắp ngày rất bằng một chút muốn thốn đã chốt chật drama tham gia bên dùng cùng Facebook rồi có 8 anh dùng cùng TikTok bộ kế xuất ta chừng được bỏ xa quá nâng o xín hỡi nâng miên dòng xa bị bay thằng tế thằng người trong này được bỏ xa móc bộ kế thôi mà đã ở cho chật nhé nhảy sát ngắn bộ kế cho chật bằng nhìn chó ở tay bộ kế cho chật nhảy nhảy tốt nâng đặt luôn ấy nâng xin gõ nó không cùng đặt mùi ná có bộ kế ở cho chật nhé nhảy ឥឡូវនេះខ្ញុំសូមណែនាំពីរបៀបចូលទិញទំនិញពី app Box Shop online ជាដំបូងបងប្អូនចូលក្នុង Play Store រួចចូលពាក្យថា search បងប្អូនវាយពាក្យថា Box Shop online បន្ទាប់មកបងប្អូនចុចលើ Box Shop online នឹងមកបងប្អូនចុចលើពាក្យថា install នៅពេលវា install ចប់បងប្អូនចុចលើពាក្យ open រួចបងប្អូនយកជាភាសាខ្មែរក៏បានជាភាសាអង់គ្លេសក៏បានខ្ញុំយកជាភាសាខ្មែរបន្ទាប់មកបងប្អូនចុចលើពាក្យតោះចាប់ផ្ដើមរួចបងប្អូនវាយបញ្ចូលលេខទូរស័ព្ទដែលបងប្អូនកំពុងប្រើនឹងហើយនឹងលេខកូដសម្ងាត់ដែលបងប្អូនត្រូវ log in ចូលទៅថ្ងៃក្រោយទៀតដើម្បីកុំឲ្យពិបាកបងប្អូនគួរតែចងចាំលេខកូដហ្នឹងដើម្បីថ្ងៃក្រោយស្រួល log ចូលទិញទំនិញមួយសារទៀតគឺបងប្អូនមានលេខ account ក្នុងនឹងស្រាប់បងប្អូនចុច tick នៅលើប្រអប់ហ្នឹងមកបងប្អូនចុចលើពាក្យចុះឈ្មោះបន្ទាប់មកក្រុមហ៊ុននឹង send លេខកូដ OTP 6ខ្ទង់មកចូលលេខទូរស័ព្ទដៃរបស់បងប្អូនរួចបងប្អូនបំពេញតាមចន្លោះហ្នឹងទៅ6ខ្ទង់រួចចុចលើពាក្យផ្ទៀងផ្ទាត់បងប្អូនត្រូវបញ្ចូលឈ្មោះបងប្អូនហើយនឹង page បងប្អូនចុចលើពាក្យថាបំពេញប្រវត្តិរូបប៉ុណ្ណឹងរួចជាការស្រេចអញ្ចឹងក្នុងហ្នឹងមានទំនិញជាច្រើនមុខបងប្អូនចង់ទិញមួយណាក៏បានដែរហើយទំនិញទាំងអស់នោះលក់ក្នុងតម្លៃចាប់ពី$1ឡើងទៅឧទាហរណ៍ខ្ញុំចង់ទិញឡាន GAC NX8 បន្ទាប់មកខ្ញុំចុចលើឡានហ្នឹងមកបងប្អូនចង់ទិញប្រមាណស្រេចបងប្អូនចាប់ពី$1ឡើងទៅបងប្អូនទិញ$1បាន1លេខកូដបងប្អូនទិញ$2ស្មើ2លេខកូដ$3ស្មើ3លេខកូដបងប្អូនទិញកាន់តែច្រើនអាចមានឱកាសឈ្នះកាន់តែច្រើនអញ្ចឹងខ្ញុំទិញ$1អញ្ចឹងក្នុង$របស់ខ្ញុំហ្នឹងបាន1លេខកូដអញ្ចឹងបន្ទាប់មកខ្ញុំចុចលើពាក្យថាទិញឥឡូវនេះបងប្អូនចុច tick នៅលើប្រអប់ហ្នឹងមករួចចុចលើពាក្យ check out បន្ទាប់មកចូលមកដល់ធនាគារដើម្បីបងប្អូន scan លុយបងប្អូនជ្រើសរើសយក AC Radar Mobile ក៏បានបងប្អូនជ្រើសរើសយក KHQR ក៏បានបងប្អូនជ្រើសរើសយក KHQR មករួចចុចពាក្យ cancel តមកបងប្អូន screenshot យក QR ហ្នឹងមករួចបងប្អូនចូលទៅក្នុង app ធនាគារដែលបងប្អូនមានហើយបងប្អូនចុចលើពាក្យ scan QR តមកបងប្អូនចុចលើពាក្យ select QR រួចបងប្អូនបើកយក QR ដែលបងប្អូនបាន screenshot មុននឹងទុកមកនោះវានឹងចូលមក direct បងប្អូនចុចពាក្យថា OK មកបងប្អូនចុចលើពាក្យ confirm ធនាគារនឹងបញ្ជាក់ថារួចរាល់នៅពេលដែលរួចរាល់ក្រុមហ៊ុននឹង send លេខកូដសំណាងទៅឲ្យបងប្អូនរបៀបចូលមើលលេខកូដសំណាងរបស់លោកអ្នកចុចលើពាក្យបញ្ជាទិញមកបងប្អូនឃើញប្រតិបត្តិការហ្នឹងវាដាក់ថាចំនួនសរុប$1បងប្អូនចុចលើហ្នឹងមកបងប្អូនឃើញទំនិញដែលបងប្អូនទិញរថយន្តម៉ាក GAC NX8 បងប្អូនចុចលើហ្នឹងមកនោះវាបង្ហាញលេខកូដជាលេខកូដសំណាងរបស់បងប្អូនបាទលេខកូដហ្នឹងជាលេខកូដសំណាងរបស់បងប្អូនបញ្ជាក់លេខកូដនេះទុកផ្ទៀងនៅពេលដែលទំនិញនោះគ្រប់ 100%